शरणं गच्छामि चत्तारो धम्मे वद्धन्तोโอเต็งดวงประกาคืออายุวันนะสุขะตุเลียเจอกับหนึ่งดาวอโลกเนี่ยได้เชียร์พุทธบริษัทได้กำปองคุยติตราสดับโนประโทเทศนาได้อัตมาในเรียบจัดใจสมได้ชนงโอกาสเป็นลีการสมได้โทเทศนาเกลียลีอัตมาพร้อมตายเลิกโยกโนพุทธเทดิกาคือพุทธอาวาสแดลสมได้อัมพีการฉลองกรรมวิธีบนคือเจียการได้เยิงสร้างเอาไว้ในมือขนมพระพุทธศาสนาหายตรแต่เกิดบนฉลองจิการจำบัดบันใบบมปึงหรือบังกายนสเทียบอกอโลกเอาบานกันไปคลังคลาแข่งเตียดการสมบัติตัวหายบทตุใบจิมินกาลุลุขวักคาจะนพุทธเดกาทรงอโลกยิดโยมแต่จีสมณะสับบรสจุนจังอทรงสมณะคันไตอภัยโตทรงจงรานโปเนมัทโทรัตนตยาสะทรงเนมัสการประชุมใบในประไตรรอนคือพระพุทธรัตนะมวยพระธรรมรัตนะมวยหนึ่งพระสังฆรัตนะมวยได้จีแก้วพลือวิเศษเจียปุลึกตรงเปียในสัตว์โลกสัพพนตรายาเนรัตถังทรงกาปีอันตรายกรุบยางบรรทอบบรรซอมอัมปิบทยังมาสิการหนึ่งอาญาจนะเกียรติาลิเตออาตมาเพียรทรงสมได้ด้วยเงยในการวิธีบนฉลองขนมโอกาสปีนี้ดามใบเอาอโลจริบทาตาบาวเยิงเฟือบนให้มันบานฉลองบานบนได้หรือเอาไว้อิทธิบนฉลองนี้ปุพุทธบริษัทเต็มลายบานเธอต่อมอกรุบบนมันได้ฉุกขาดคานซึ่งตายรอคายฉนังมันเนี่ยดิเนี่ยนุเอาแต่เรียนสัตเทียก่อสร้างกิจบนเอาไว้มุ้ยการเฟิร์นเบิกตามตุ่มรอบระบอบเนี่ยปลายแดดคลอบบาเธอต่อหมกเมียนพิธีโดยเฉพาะคือยกเติมมวยอยากทมหมกบัดเตียนบูนจอบนังมอดเจียปัญหากรรมโดยขังกรอบนี้ลูกอาจารย์เจียประเทียนขนมกรรมพิธีมือตรงเดียยี่ปิ่นโยเอาเนี่ยเฟิร์บนเตียงลายสดับหาเตียนเตียงบูนคือเจียอ่อนลงเตียงบูนเมียนกามุขะจีดาวไอเพลิงเดชเชเตียนนุคือเพลิงตกหนึ่งเพลิงกันเลยตึกนุขนมเตอร์นุคือตึกอมตะมหาดเตียนบางใบรมรถเนาเพลิงตกหนึ่งเพลิงกันเลยบานลูกตราตุ่มโยจับหายโยอาจารย์ใบเตียนถึงบุญจนลูกเตาขนมเตาตึกเอาเคยจะบักขาเมียนแต่ตึกอมตะมหาดเตียนเต้ได้อายนะรมรถเพลิงตกหนึ่งเพลิงกันเลยบานกาได้เคยบนเอาไว้มวยหายบานฉลองดุชแน่ดำใบบมไปโนอัปราประเจตนาจีองตีใบรบบบบนมันเล่นคลายตัวเกิดจีสัตว์เดรัจฉานเมียนกองไก่เงินใส่หาบุเตนี่จีขบูนตุยให้พอโยเจียประมาณมันบางตามตัดพระบรมครูพระองค์ทรงประเตียนสิทธิตกหมอกโดยอับเชียสไรดอปิเสการบำเพ็ญกุศลจนออกขนมพุทธศาสนาเมียนเตียนเมียนไตยวัตถัวได้ยืนโรบานหมกโดย
កម្មាអាជីវោហើយត្រូវការនឹងឲ្យទៅជាទានក្នុងពេលណាមួយលោកកំណត់ត្រឹមតែការលះនៅវត្ថុឲ្យផុតអំពីសេចក្តីកំណាញ់ហើយឲ្យទៅជាទានដរាបណាដរាបនោះក៏បានឈ្មោះថាធ្វើបុណ្យបានឆ្លងហើយដែរមិនចាំបាច់ធ្វើកិច្ចអ្វីឲ្យច្រើនទោះពីនោះទៅទៀតក៏បានដែរហើយព្រះអង្គទ្រង់ពន្យល់អំពីអន្លង់ទាំង4ទៀតគឺទី1កាមោខៈទី2ភវោខៈទី3ទឹកខោខៈទី4អវិជោខៈជាអន្លង់យ៉ាងធំដែលសត្វលោកមិនអាចឆ្លងបានដោយកម្រព្រោះអន្លង់ទាំង4នោះបើទុកជាសត្វឆ្លងដោយនាវាទាំងឡាយមានកាណូតកប៉ាល់ទុកជាដើមក៏មិនអាចឆ្លងបានឡើយព្រោះហេតុដូច្នោះបានជាព្រះពុទ្ធអង្គទ្រង់ចង់ឲ្យបង្ហាញនៅយានដ៏សំខាន់4យ៉ាងសម្រាប់ឆ្លងឲ្យផុតអំពីអន្លង់ទាំង4នោះគឺទី1សទ្ធាយៈបរតៈអោខੰសត្វឆ្លងអន្លង់ទៅបានដោយសារសទ្ធាទី2អបមាទេនៈអនុវੰសត្វឆ្លងសង្សារវដ្តទៅបានដោយសារសេចក្តីមិនប្រមាទទី3វិរិយេនៈទុក្ខមិច្ឆេសត្វឆ្លងសេចក្តីទុក្ខទៅបានដោយសារសេចក្តីព្យាយាមទី4បញ្ញាយៈបរិសុទ្ធតិសត្វឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធបានដោយសារបញ្ញាពិតមែនហើយតាមធម្មតាពីបុរាណកាលមកទោះបីមនុស្សក្នុងសង្គមណាមួយក៏ដោយបើគេមានដំណើរតាមផ្លូវទឹកគឺមានទន្លេស្ទឹងបឹងបួសមុទ្រសាគរជាដើមហើយមានការប្រាថ្នាដើម្បីឆ្លងឲ្យផុតអំពីត្រូវមកខាងទៅត្រូវឯនេះនោះគេត្រូវពឹងដល់នាវាចរទាំងឡាយមានកប៉ាល់សាឡាងទូកជាដើមអាចចម្លងឆ្លងផុតពីត្រូវខាងនេះបានសំតាមបំណងថាបើវាលាទាំងអស់នោះហើយមិនអាចនឹងឆ្លងឲ្យផុតបានឡើយផ្ទុយទៅវិញពាក្យថាឆ្លងក្នុងទីនេះព្រះសម្មាសម្ពុទ្ធចរិយាវង្សទ្រង់ជាម្ចាស់ទ្រង់ត្រាស់សម្ដែងថាសទ្ធាយៈបរតៈអោខੰសត្វឆ្លងនៅអន្លង់បានដោយសារសទ្ធាសទ្ធាដោយបដិចុះវ័យហៅថាអន្លង់គឺមោខៈគឺជាសុភាវៈមួយយ៉ាងធ្វើឲ្យចិត្តសត្វឲ្យលិចលង់ក្នុងកាមមកគុណទាំង5ប្រការនាំឲ្យវង្វេងឃ្លាំងធ្លាប់អកុសលធម៌ទាំងឡាយធ្វើឲ្យលិចអណ្ដែតមិនឲ្យឆ្លងផុតអំពីសមុទ្រគឺវដ្តសង្សារបានឡើយរីឯអន្លង់ទាំង4នោះទី1កាមោខៈអន្លង់គឺកាមទី2ភវោខៈអន្លង់គឺភពទី3ទឹកខោខៈអន្លង់គឺសេចក្តីយល់ឃើញទី4អវិជោខៈអន្លង់គឺអវិជ្ជាអន្លង់ទាំង4នេះហើយបើយើងយកទូកក្តារជាដើមទៅចម្លងនោះមិនអាចនឹងឆ្លងផុតបានឡើយលុះត្រាតែយកសទ្ធាទៅជាធ្វើជាទូកក្តារជាដើមទើបនឹងអាចឆ្លងបានសទ្ធាក្នុងទីនេះគឺសំដៅយកសទ្ធាប្រការទាំងពីរនេះដែលសម្រាប់ឆ្លងនៅអន្លង់គឺសេចក្តីយល់ឃើញខុសនោះឲ្យបានត្រឹមត្រូវជាក់លាក់ឡើងវិញដូច្នេះបានជាព្រះបរមគ្រូជាអង្គម្ចាស់ទ្រង់ត្រាស់ថា
សទ្ធាយៈតរតៈអោខាំងសត្វឆ្លងអន្លង់ដោយសារសទ្ធាសត្វឆ្លងនៅអន្លង់គឺសាគរគឺវត្តសង្សារបានដោយសារសេចក្តីប្រុងប្រយ័ត្នមិនធ្វេសប្រហែសសមុទ្រគឺវត្តសង្សារដែលបានលិចលង់គឺជាភពជាវត្ថុនោះដែលប្រកបដែលសត្វលោកមិនអាចនឹងឆ្លងបានដោយសារវត្ថុអ្វីដទៃឡើយវាលើកលែងតែបុគ្គលដែលបានសម្រេចជាសោតាបញ្ញដែលប្រកបដោយសេចក្តីមិនប្រមាទពោលគឺញ៉ាំងកុសលធម៌ទាំងឡាយឲ្យចម្រើនឡើងរឿយៗហើយញ៉ាំងមគ្គទាំងពីរគឺសកតាគាមីមគ្គឲ្យកើតឡើងទៅនឹងអាចឆ្លងបានហេតុនេះបានជាព្រះបរមគ្រូជាអង្គម្ចាស់ទ្រង់ត្រាស់ថាអបមាទេនៈអនវੰសត្វឆ្លងនៅសង្សារវដ្តដោយសារសេចក្តីមិនប្រមាទសត្វឆ្លងនៅសេចក្តីទុក្ខលំបាកបានដោយសារសេចក្តីព្យាយាមប្រឹងប្រែងដែលជាឈ្មោះវិរិយៈចេតសិកឯវិរិយៈនេះជាអត្តសញ្ញាមាចេតសិកប្រព្រឹត្តទៅបានទាំងក្នុងចំណែកល្អនិងចំណែកអាក្រក់ក្នុងផ្ទៃនៃពុទ្ធភាសិតនេះលោកសំដៅយកសេចក្តីព្យាយាមក្នុងចំណែកល្អតែមួយហេតុដូច្នេះបានជាព្រះបរមគ្រូជាអង្គម្ចាស់ទ្រង់ត្រាស់ថាវិរិយេនទុក្ខមិច្ឆេសត្វឆ្លងនៅសេចក្តីទុក្ខលំបាកបានដោយសារសេចក្តីព្យាយាមសត្វបរិសុទ្ធដោយសារប្រាជ្ញាក្នុងទីនេះព្រះបរមគ្រូជាអង្គម្ចាស់ទ្រង់ត្រាស់ថាព្រះអនាគាមិបុគ្គលបានញ៉ាំងប្រាជ្ញដ៏សង្យុត្តដោយមគ្គជាគម្រប់4ឲ្យបរិសុទ្ធដោយចំណែកមួយដោយមានបរិសុទ្ធដែលប្រះចាកភពជាកាមហើយបានលះបង់នៅមន្ទិលដ៏លម្អិតពោលគឺអវិជ្ជាដែលព្រះអនាគាមិមិនទាន់លះបង់បាននោះព្រោះហេតុដូច្នេះបានជាព្រះអង្គទ្រង់ប្រកាសនៅអរហត្តមគ្គនិងអរហត្តផលផងដែលជាគ្រឿងឆ្លងចាកអវិជ្ជាដោយបទថាបញ្ញាយៈបរិសុទ្ធតិសត្វបរិសុទ្ធបានដោយសារប្រាជ្ញាសេចក្តីអត្ថាធិប្បាយអំពីពាក្យថាឆ្លងនិងការឆ្លងនៅអន្លង់ទាំង4មកប៉ុណ្ណេះលំមនឹងស្ដាប់បានជាអវសានសូមគុំយល់ច្រឡំថាបើធ្វើបុណ្យអ្វីមួយហើយមិនបានឆ្លងទៅជាមិនបានបុណ្យនោះមិនមែនដូច្នោះទេក្នុងពុទ្ធសាសនាលោកអាចារ្យបានពន្យល់ថាឲ្យតែមានចិត្តបរិសុទ្ធស្អាតផូរផង់លះបង់នៅសេចក្តីកំណាញ់ចំណាយទ្រព្យធនធានឲ្យទៅជាទានពេលណាពេលនោះឈ្មោះថាបានធ្វើបុណ្យឆ្លងដែរពោលគឺបានឆ្លងនៅសេចក្តីកំណាញ់នេះឯងសាធុអស់លោកអ្នកសាធុសពបរោះទាំងឡាយការសម្ដែងក៏លំមបញ្ចប់ធម៌ទេសនាតែមុននឹងបញ្ចប់សូមរំលែកនៅពុញ្ញរាសីដែលកើតអំពីការស្ដាប់នៅក្នុងឱកាសពេលនេះណាជូនចំពោះបុព្វការីជនរបស់អស់លោកដែលបានធ្វើដំណើរទៅកាន់លោកខាងមុខក្តីរស់នៅសពថ្ងៃនេះក្តីក៏សូមឲ្យអស់លោកទាំងអស់នោះបានមកទទួលផលនោះមួយចំណែកហើយសូមឲ្យបានសំប្រកបជួបប្រទះតែនឹងសេចក្តីសុខក្នុងលោកនេះនិងលោកខាងមុខកំបីអខានឡើយសូមអនុមោទនា
बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि